តើអ្នកធ្លាប់បានដឹងទេថាមានតំបន់មួយនៅលើមហាសមុទ្រដែលយន្តហោះនិងនាវាជាច្រើនបានបាត់ខ្លួនដោយមិនដឹងមូលហេតុតំបន់នោះមានឈ្មោះថា Bermuda Triangle ឬហៅថាតំបន់ត្រីកោណ Bermuda តំបន់នេះស្ថិតនៅចន្លោះនៃរដ្ឋ Florida សហរដ្ឋអាមេរិកក្នុងរយៈពេលជាច្រើនសតវត្សនោះបានរាយការណ៍ថានាវាជាច្រើនបានបាត់ពីផែនទីយន្តហោះបាត់ទំនាក់ទំនងឧបករណ៍ត្រូវបានកាត់ផ្តាច់ភ្លាមៗមនុស្សជាច្រើនបានជឿថាវាអាចពាក់ព័ន្ធជាមួយនឹងរឿងអេលៀនច្រកឆ្លងពេលវេលាផ្សេងៗប៉ុន្តែអ្នកវិទ្យាសាស្ត្របានពន្យល់ថាតំបន់នេះមានខ្យល់ព្យុះខ្លាំងហើយមានរលកសមុទ្រធំៗនិងមានបញ្ហាទំនាញដែនម៉ាញេទិកទើបធ្វើឲ្យយន្តហោះនិងនាវាផ្សេងៗតែធ្វើដំណើរឆ្លងកាត់ទីនោះបានបាត់ខ្លួនដោយមិនដឹងមូលហេតុទោះបីជាយ៉ាងណាក៏ដោយត្រីកោណ Bermuda នៅតែជាអាថ៌កំបាំងធំមួយដែលធ្វើឲ្យមនុស្សជាច្រើនចង់ដឹងនិងចង់ឮអំពីតំបន់ត្រីកោណបីសាច់នេះជាខ្លាំងតើអ្នកជឿទេថា Bermuda Triangle ជាអាថ៌កំបាំងឬគ្រាន់តែជាបញ្ហាធម្មជាតិសូមចុច like និង follow នៅខាងក្រោមវីដេអូដើម្បីស្ដាប់រឿងអាថ៌កំបាំងនិងចំណេះដឹងថ្មីៗផ្សេងៗទៀត